ចាសូមគោរពនៅជំរាបសួរជួបជាមួយនឹងខ្ញុំម្ល៉េះសប្តាហ៍រស់នៅប្រទេសបារាំងចាคลิปនេះចង់ចែករំលែកចំណេះដឹងបន្តិចបន្តួចពីបញ្ហា visa ហើយនិង passport យើងចាមិញហ្នឹងផងថាយកទៅទុកហើយក៏ប៉ុន្តែនៅឃើញថាប្រហែលជាអាចជាចំណេះដឹងមួយសម្រាប់បងប្អូនយើងដែលចង់ទៅលេងស្រុកខ្មែរណាចាហ្នឹងហើយនឹងមានបំណងចង់ទៅលេងអីចិត្តទៅលេងអីចឹងទៅចាអញ្ចឹងវិធីថ្មីខ្លះចាចង់ចែករំលែកដល់បងប្អូនព្រោះថានេះខ្ញុំទើបតែមកទេកាលពីឆ្នាំទៅយើងសុំវីសាVAពេលយើងចូលបងប្អូនចាចូលប្រទេសយើងណាគឺគេនៅវៃត្រាចាគេនៅវៃត្រាហើយសរសេរกระดาษបំពេញបែបបត់អីនៅលើกระดาษចាអាហ្នឹងឆ្នាំមុនណាចានេះបែបនេះហើយគេវាយវីសាអីនៅលើយើងហើយមានសុពលភាពព្រោះថាវីសាយើងកើតនៅស្រុកខ្មែរចាយើងកើតនៅប្រទេសកម្ពុជាអញ្ចឹងវីសាយើងគឺវីសាការបានន័យថាវីសាខ្មែរចាអញ្ចឹងគឺសុពលភាពវីសាការគឺមានសុពលភាពស្មើនឹង passport យើងចា passport យើងផុតកំណត់ថ្ងៃណាវីសាយើងផុតកំណត់ថ្ងៃហ្នឹងចាមិនមែនថាវីសាបាន1ខែ2ខែ3ខែ6ខែអីណាអត់ទេចាគឺសុពលភាពវីសាការគឺស្មើនឹងសុពលភាព passport របស់យើងចាហើយមួយទៀតនេះពេលយើងចេញចូលពីមុនមិនមែនពីមុនពីដើមពីអីគ្រាន់តែឆ្នាំមុននេះចាឆ្នាំមុនហ្នឹងក៏មានវ៉ៃត្រេរបៀបហ្នឹងដែរណាប៉ុន្តែចាប់ចូលពីដើមឆ្នាំ2025នេះមកចារហូតមកដល់ឥឡូវនេះគឺគេលែងធ្វើអញ្ចឹងទៀតណាបងប្អូនចាគោលការណ៍ថ្មីរបស់គេគឺអត់មានវ៉ៃត្រាឬមួយក៏ដាក់ផ្លាកវីសាអីទៀតទេគឺវីសាគឺបែបនេះចាវីសាចេញចូលគឺបែបនេះចា QR code បែបនេះចាគឺគេបិទណាចានេះវីសាការយើងថ្មីបែបនេះថ្ងៃយើងចូលថ្ងៃយើងចេញចាចង់យកវីសាបើយើងdemandeវីសាណាអាចធ្វើនៅអានេះខ្ញុំនិយាយតាពីបងប្អូនដែលនៅប្រទេសបារាំងឯណាពួកអីគោលការណ៍ភាគច្រើនគឺដូចគ្នាទេក៏ប៉ុន្តែមានប្រទេសខ្លះចានេះខ្ញុំចុចមើលទៅគឺមានប្រទេសខ្លះគឺបែបបត់អត់ដូចគ្នាទេណាចាអញ្ចឹងជាពិសេសបងប្អូនដែលរស់នៅប្រទេសបារាំងវីសាយើងអាចទៅសុំនៅទូតខ្មែរយើងបានចាឬមួយក៏យើងចូលទៅដល់ប្រទេសយើងចាំទៅយកនៅនឹងក៏បានដែរចាដូចគ្នាប៉ុន្តែនេះខ្ញុំគឺអត់ដែលសុំនៅនេះទេបងប្អូនចាព្រោះអីគឺងាយស្រួលមែនតើនិយាយទៅណាឲ្យតែយើងជាជនជាតិខ្មែរចាគឺងាយស្រួលមែនតើមិនថាយើងកាន់ passport បរទេសមិនថាយើងកាន់ passport បារាំងទេចាគឺទៅដល់បលៀននេះខ្ញុំអត់ដែលមានបញ្ហាទេនិយាយទៅគឺអរគុណបងប្អូននៅបលៀនមែនតើចាការងាររបស់គាត់គឺសម្រួលឲ្យគឺស្រួលមែនតើនិយាយទៅគឺសម្រាប់នេះខ្ញុំផ្ទាល់គឺនេះខ្ញុំអត់ដែលមាន problem ជាមួយនឹងបងដែលធ្វើការនៅបលៀនហ្នឹងទេចាវីសាគឺភាគច្រើនជាទូទៅគឺនេះខ្ញុំទៅយកផ្ទាល់តែម្ដងចានៅបលៀនណាចាសុំផ្ទាល់តែម្ដងហើយការសុំនោះទៀតឥឡូវហ្នឹងពីដើមគឺមានយើងរំភ្លីចាกระดาษអីអញ្ចឹងណានៅបលៀនពីមុនគឺយើងបំពេញចាกระดาษបំពេញណាដូចគ្នាជាមួយនឹងរូបថតមកស្លឹកអីចឹងទៅក៏ប៉ុន្តែឥឡូវនេះគឺអត់ទេបងប្អូនចាទាំងសុំវីសាគឺអត់ទេយើងធ្វើនៅតាមអ៊ីនធឺណិតចាំនេះខ្ញុំដាក់នៅកម្មវិធីហ្នឹងចាបងប្អូនប្រហែលជាបានឮចាហើយនឹងបានស្គាល់ខ្លះហើយពី Cambodia e-arrival ចាចេញចូលចាថ្ងៃយើងចូលប្រទេសយើងថ្ងៃណាថ្ងៃយើងចេញពីប្រទេសយើងថ្ងៃណាចាប៉ុន្តែយើងបើសិនជាយើងរំភ្លីតាម link នឹងឲ្យទៅគឺដូចគ្នាចាជាមួយគ្នាគ្រាន់តែថាវីសាសម្រាប់ពួកបរទេសគឺអត់អាចពេយតាមdemandeតាមlink នឹងបានទេណាបងប្អូនចាគឺអត់មានទេអត់មានសាវីនឹងទេចាគឺគេពីដំបូងមានចាអាចសុំបានហើយយើងពេយដូចថា€30ឬ€35អីមិនដឹងទេណាប៉ុន្តែឥឡូវនេះគឺអត់ទេចាបើសិនជាមានគេឲ្យពេយវីសានៅតាម link ហ្នឹងគឺមិនពិតទេគឺយើងគ្រាន់តែរំភ្លីប៉ុណ្ណោះចារឿងរំភ្លី formula របស់គេហ្នឹងទៅដល់ហើយយើងថតscreenshot QR code នឹងក្នុង telephone យើងមកចាដល់ពេលយើងទៅដល់បលៀនប្រទេសយើងគឺយើងបង្ហាញតែ QR code របស់យើងនឹងទៅចាគឺមាននៅក្នុងហ្នឹងហើយចាហើយបើសិនជាយើងសម្រាប់ខ្មែរយើងគឺអត់អស់លុយទេចា gratuit បញ្ជាក់ប៉ុន្តែសម្រាប់ពួកបរទេសប្តីនេះខ្ញុំ$30ចាមួយក្នុងម្នាក់ណាកូននេះខ្ញុំគឺម្ដាយជាខ្មែរចាអញ្ចឹងគឺច្បាប់របស់យើងគឺងាយស្រួលមែនតើកូននេះខ្ញុំគឺបានវីសាការហើយអត់មានអស់លុយអីមករៀលទេបងផ្កាយខាងហ្នឹងគឺគាត់តែយើងប្រាប់គាត់ថា
ជាកូនរបស់យើងចាហើយសុំវីសាការគឺគាត់វាយវីសាឲ្យតែម្ដងវាអត់មានបញ្ហាអីទេណាគ្រាន់តែថាយើងរំភ្លីដូចយើងខ្ញុំប្រាប់នឹងចឹងទៅចាំនេះខ្ញុំដាក់នៅហើយការរំភ្លីនឹងទៀតគឺស្រួលមែនតើចាយល់ល្អបងប្អូនមុននឹងចុះទៅឧបមាថាទៅស្រុកខ្មែរថ្ងៃ15ខែ6អញ្ចឹងណាយើងឧទាហរណ៍ណាអញ្ចឹងមុនមួយអាទិត្យឬមួយក៏មុន2 3ថ្ងៃដែលយើងមុននឹងឡើងយន្តហោះទៅហ្នឹងគឺយើងបំពេញបែបបត់គេឲ្យហើយហ្នឹងទៅចាតាមលីងហ្នឹងឲ្យហើយទៅចាហើយស្រួលទេតាបំពេញហ្នឹងអត់មានអីពិបាកទេបងប្អូនហើយបើសិនជាបងប្អូនមានចម្ងល់ឬមួយក៏សំណួរអីយ៉ាងម៉េចគឺអាចឆាតមកសួរនាងខ្ញុំបានចាអត់អីទេទៅធ្វើឲ្យហើយពីនេះទៅគឺងាយស្រួលចាមិនបាច់ខាតពេលទៅយើងអាចធ្វើនៅពលានបានបងប្អូនចាគេមាន tablet ណាចា tablet ដូចជាច្រើនដែរចា4 5 6 tablet អីចឹងទៅចាដាក់ជួអញ្ចឹងណាប៉ុន្តែគ្រាន់ថាបើយើងទៅធ្វើនៅពលានហ្មងជួនកាលអាចមានពេលជើងយើងចុះទៅហ្នឹងជើងយន្តហោះយើងចុះទៅហ្នឹងអាចនឹងមានមនុស្សច្រើនមនុស្សអីចឹងទៅអញ្ចឹងយើងអាចស្កេសសេពីការបំពេញពីអីចឹងណាបងប្អូនចាយល់ល្អយើងបំពេញនៅមុននឹងចេញដំណើរហ្នឹងយើងបំពេញទៅចាគេបើកមុន1អាទិត្យមុនចាអញ្ចឹងចាប់ពី1អាទិត្យមុនការថ្ងៃដែលយើងចេញដំណើរហ្នឹងថ្ងៃណាក៏បានដែរចាយើងធ្វើនៅផ្ទះត្រង់គីលចាយើងបំពេញឲ្យហើយទៅអញ្ចឹងគឺមានភាពងាយស្រួលបញ្ជាក់ម្ដងទៀតសម្រាប់វីសាការឈ្វីហើយកូនយើងចាមិនថាឪពុកបារាំងម្ដាយខ្មែរដូចនាងខ្ញុំឬមួយក៏ម្ដាយបារាំងឪពុកខ្មែរឬមួយក៏ឪពុកខ្មែរទាំងពីរប៉ុន្តែជាសញ្ជាតិបារាំងឯងចាឬក៏ប៉ាសពតបារាំងឯងគឺឲ្យតែយើងជាមានមួយចាឪពុកឬម្ដាយគឺកើតនៅប្រទេសកម្ពុជាគឺយើងនឹងបានទទួលកូនគឺយើងនឹងបានទទួលវីសាការដូចគ្នាបងប្អូនចាគឺអត់អស់លុយទេហើយការបំពេញក៏ងាយស្រួលដែរអត់មានបញ្ហាទេ